ឃើញប្តីគាត់ឆ្លៀតតកូនក្រងបានច្រើនក៏ចាប់មកចាប់ទុកមកឆាជាមួយនឹងសាច់គោដាក់កឆែតអញ្ចឹងបងអូននិយាយពីមុខមុខនេះហូបហើយក៏មានកម្លាំងដែរដោយសារអីសាច់គោយើងប្រើរៀងឆៅតិចអញ្ចឹងណាបងអូនព្រោះសាច់គោគឺខ្ញុំអត់បានយកទៅឆាណាបងអូនពេលដែលខ្ញុំហាន់ហើយគឺខ្ញុំរៀបដាក់ចូលក្នុងចានហើយយើងឆាហើយយើងចាក់យកតែម្ដងដោយសារអីខ្ញុំចង់បានរៀងចំពោះបងអូនប៉ុន្តែដល់ធ្វើហើយនឹកថាដូចមានចំពោះពេកដូចស្ទើរខ្លាំងពេកអញ្ចឹងបានថាតម្រៃគងជើង4តែខ្ញុំមិនមែនតម្រៃទេខ្ញុំអាសានិយាយដែរដោយសារខ្ញុំមិនអ្នកបកកាយធ្វើម្ហូបអញ្ចឹងណាបងអូនគាត់ថាចូលចិត្តធ្វើចូលចិត្តឆ្នៃអីចឹងទៅអញ្ចឹងសម្រាប់សាច់គោថ្ងៃដែរគឺខ្ញុំទិញចំនួន3ខាំជាងបងអូនចិត្ត4ខាំដែរហើយកញ្ឆែតនោះមកក្តាប់មកហើយសម្រាប់ក្រងនេះគឺប្តីខ្ញុំគាត់គោះឲ្យមុនបងអូនហើយខ្ញុំចាប់ទុកទៅបន្ទាប់ពីខ្ញុំធ្វើជ្រក់រួចយកបងអូនអញ្ចឹងហើយគឺខ្ញុំយកមកឆ្នៃធ្វើម្ហូបមួយមុខទៀតតែប៉ុតម្ហូបនេះមិនមែនឆ្នៃទេបងអូនម្ហូបនេះទូទៅគឺគេអាសាធ្វើដែរហើយបើមួយមុខទៀតគេធ្វើឲ្យដាក់តាមតុការបានបងអូនគឺក្រងខាំគោសម្រាប់ក្រងខាំគោគេប្រើជាមួយនឹងស្លឹកល្ងៀងបងអូនប៉ុន្តែខ្ញុំមួយរយៈនេះគឺអត់មានហ្មងស្លឹកល្ងៀងខ្ញុំទៅរកក្នុងព្រៃអត់មានសោះអញ្ចឹងហើយខ្ញុំក៏មកធ្វើជាមួយនឹងកញ្ឆែតវិញអញ្ចឹងណាបងអូនហើយថ្ងៃនេះវិញគឺផ្ទៃមេឃស្រឡះល្អណាស់បងប្អូនហើយគ្រាន់តែឃើញហើយមានអារម្មណ៍ថាស្រស់ស្រាយហ្មងបងប្អូនឥឡូវបន្ទាប់ពីខ្ញុំបេះបន្លែរួចខ្ញុំហាន់សាច់រួចខ្ញុំមកឆាម្ដងបងអូនសម្រាប់ខ្ញុំប្រើជាមួយនឹងខ្ទឹមមូលដែរបងអូនអញ្ចឹងយើងដាក់ខ្ទឹមមូលសិនមកដើម្បីឲ្យខ្ទឹមមូលនោះវាឆ្អិនសិនយើងប្រើជាមួយនឹងខ្ទឹមដែលយើងបានចិញ្ច្រាំរួចយកបងអូនដាក់អញ្ចឹងមកឲ្យវាមានក្លិនឈ្ងុយសម្រាប់ខ្ទឹមមូលក៏យើងអាចហូបបានដែរបន្ទាប់មកទៀតគឺខ្ញុំប្រើអំបិលប៊ីចេងស្ករម្សៅស៊ុបប្រេងខ្យងហើយខ្ញុំដាក់ជាមួយនឹងម្ទេសមូលដើម្បីយកពណ៌ឲ្យស្អាតឬមួយក៏យើងចង់ហូបខាងក្រៅអីយើងអាចយកហូបបានអញ្ចឹងណាបើសិនជាយើងធ្វើច្រាមដាក់ហ្មងហិលខ្លាំងអាចថាកូនឬមួយក៏ប្តីដែលគាត់អត់អាចហូបកើតអញ្ចឹងទៅអញ្ចឹងសម្រាប់បងប្អូនណាដែលមានកូនស្រីដែលមានសក់ស្ដើងសក់អត់ស្អាតសក់ស្ងួតសក់បែកចុងបងប្អូនអាចជ្រើសរើសជាមួយនឹងសាប៊ូកក់សក់ Uvel នេះបានសម្រាប់អូនឆាតគឺគាត់ប្រើ Uvel នេះហើយសម្រាប់ខ្ញុំក៏ខ្ញុំប្រើជាមួយនឹង Uvel ដែរបងអូនគាត់ថាខ្ញុំប្រើជាមួយនឹងដបពណ៌ត្នោតអូនឆាតប្រើជាមួយនឹងពណ៌ខ្មៅបើសិនជាបងអូនមានបញ្ហាសក់ជ្រុះបងអូនអាចប្រើជាមួយនឹងសាប៊ូកក់សក់ Uvel នេះកាន់តែកក់គឺកាន់តែបន្ថយជ្រុះហើយដុសកាន់តែច្រើនអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាជ្រុះសក់កុំភ្លេចជាមួយនឹងសាប៊ូកក់សក់ Uvel ឥឡូវនេះម្ហូបយើងគេចាប់ផ្ដើមឆ្អិនណាបងអូនដូចខ្ញុំនិយាយអញ្ចឹងសាច់គោគឺខ្ញុំចង់រៀងអត់សូវឆ្អិនអញ្ចឹងណាបងអូនតែនេះមិនអត់សូវឆ្អិនមែនតើគឺអត់ឆ្អិនយកបដៅគិតខុសមួយជើងដែរតែអត់អីទេសាច់គោក៏យើងអាចហូបឆៅបានដែរមែនទេបងអូនចាឥឡូវគឺយើងអាចហូបបានដែរណាបងអូនសម្រាប់ខ្ញុំហូបប៉ុន្តែដល់ពេលឲ្យដល់វេនកូនខ្ញុំគឺខ្ញុំយកទៅឆាម្ដងទៀតដូចខ្ញុំអាសានិយាយសម្រាប់កូនខ្ញុំតូចគឺខ្ញុំអត់ចង់ឲ្យគាត់ហូបរបស់ឆៅច្រើនទេអត់ល្អទេសម្រាប់យើងមនុស្សចាស់ក៏អត់សូវល្អដែរបងអូនគាត់ថាយើងអាចញ៉ាំថ្នាំសត្វអីអញ្ចឹងណាអត់ដូចកូនក្មេងគាត់រៀងពិបាកញ៉ាំអញ្ចឹងហើយគឺអត់សូវឲ្យកូនញ៉ាំយកបដ ாய் ណាបងអូនហើយថ្ងៃនេះដែរគឺឃ្លានពេកបងអូនអញ្ចឹងហើយគឺខ្ញុំសុំមុនហើយពួកអីឃ្លានបងអូនដោយសារខ្ញុំសម្រុកហាត់ប្រាណហើយនឹងខ្ញុំរៀបរបបអាហារអញ្ចឹងណាពេលព្រឹកហើយនឹងពេលល្ងាចគឺខ្ញុំអត់ហូបទេបងអូនខ្ញុំហូបតែបន្លែផ្លែឈើអីតិចតួចអញ្ចឹងទៅដល់ពេលថ្ងៃត្រង់បាត់ខ្ញុំហូបបាយច្រើនអញ្ចឹងហើយយើងវារៀងឃ្លានណាបងអូនតែប៉ុន្តែគីឡូខ្ញុំឲ្យតែខ្ញុំព្យាយាមបងអូនខ្ញុំសក់គីឡូតាសក់បានច្រើនដែរប៉ុន្តែឲ្យតែពេលថ្ងៃណារៀងភ្លេចខ្លួនតែមួយថ្ងៃឡើងវិញខ្ញុំឆ្ងល់ដែរចុះពិបាកនោះពិបាកប៉ុន្តែបើឡើងវិញកុំភ្លេចខ្លួននិយាយពីឡើងរុយតែហ្មងពេលខ្លះឆ្ងល់ខ្លួនឯងតែពីមុនឃ្លានអត់មានលុយទិញហូបប៉ុន្តែឥឡូវមានលុយទិញហូបប៉ុន្តែអត់ហ៊ានហូបខ្លាចធាត់ព្រមលិខិតនេះដូចលេងសើចមួយខ្ញុំមែនតាអីក៏បងប្អូនព្រមលិខិតលេងសើចដូចខ្ញុំដែរយូរចង់ឲ្យសើចខ្លួនឯងមែនតាឥឡូវនឹងគួរបន្តតមឬមួយក៏គួរបន្តហូបបើកាន់តែហូបគឺយើងកាន់តែឡើងគីឡូតែបើយើងតមដូចខ្ញុំនិយាយអញ្ចឹងកាលពីមុនឃ្លានអត់មានអីហូបផងអើយបាក់សម្រាប់ចិត្តណាមានបងប្អូននេះជួយសម្រាប់ចិត្តម៉ែកឆាតសិនថាទៅមុខឬមួយក៏ទៅក្រោយ